សំណួរហ្មងថ្ងៃនេះគឺមកសួរសំណួរហ្មងមកសំណួរ10000មានប្រហែលជា8សំណួរ Fan 21អត់ Fan ហ្នឹងហើយបង មែន Fan ហ្មង 21សរសេរបែបខ្លះចឹង FANE បង អូអានេះកំដៅសាច់ដុំឲ្យគាត់ស្មាបានលុយណាត្រៀមឆ្លើយមកសំណួរ10000ហ្មងត្រៀមឆ្លើយមើលទៀតសំណួរទី1តើ21បង្កើតឡើងក្នុងឆ្នាំណា ឈប់ខ្ញុំ2000អញ្ចឹងពេលខ្ញុំធំខ្ញុំស្គាល់21ហើយក្នុង2009 2009ហើយ ចា ត្រឹមទៅ yes សំណួរទី1 10000ស្រួលចាំមានអារម្មណ៍ដូចយកលុយឲ្យគេទេមែនសួរប៉ះបងប៉ិតសំណួរទី2តើ21 collaboration ជាមួយនឹងក្រុមអីគេជាលើកដំបូងមកគាត់ Big Bang ច្បាស់អត់ ច្បាស់ បត់អី បត់ ឥឡូវដឹងអត់ឆ្លាតដឹងមើលបត់អី ហើយ Lollipop អូ yes តែមានអារម្មណ៍ថាគាត់ដូច fake ហើយរបៀបធ្វើអាមនុស្សធ្វើអត់ដឹងហើយឆ្លើយយកណា មានតែ សំណួរទី3ឃើញសំណួរអីពិបាកជាងនេះទៀតតើបត់របស់21មុនគេបំផុតមានចំណងជើងអី Fire មែន មិនត្រូវសួរមែន ហ្នឹង Fire ហ្នឹងទោះជាមួយហ្នឹង មែនអានោះបត់ដំបូងគេមែន ហ្នឹងហើយ 100% ពិតជាមិនថយ yes stress អត់ចង់ stress ណាសំណួរទី4រាប់សមាជិក21ទាំង4នាក់រាប់ អូយសួរណា ណាគេដឹងហើយ 40000ទៅហើយណាបងសម្រាប់ថា PC CL អូ yes 10ដុល្លារសួរទៀតតើបត់របស់21បត់អីដែលល្បីជាងគេ អឺដឹងប្រយ ចូលឲ្យជួយឆ្លើយគ្នាឆ្លើយ I am the best តែគាត់ឲ្យច្បាស់សួរគ្នា2នាក់ឆ្លើយប្រយ័ត្នខុស យើងជាក់ 100% 100% អ្នក5000 អូត្រឹមទៅ yes មក50000ទៅតើឈ្មោះរបស់ fandom 21មានឈ្មោះអី ណាឆ្លើយសួរ Black Jack អីគាត់ឲ្យស្រួលប្រយ័ត្នអត់លុយ ជាក់លើពុំម៉ាអត់ហ្នឹងហើយបងហើយ ត្រឹមទៅសំណួរទី7អានេះដាក់ឆ្លាតចាញ់ហ្មងនិយាយមែនបើឆ្លើយចាញ់ទៀតសងគួតលុយហើយ មែន និយាយលេងតើពាក្យពេញរបស់21 full form ពាក្យអីគេខ្លះអូយ៉ាងហើយឆ្លើយចាញ់មួយទេ21ពាក្យពេញឥឡូវប្រហែលប្រាប់បានមួយពាក្យចុងក្រោយគេ21 លេអូបងអត់មានអីថាគេ ឥឡូវប្រាប់អូខេទៀតញូអើយតែមិនឆ្លើយដល់អត់ចេះហ្មងឥឡូវប្រាប់ឥឡូវឈប់ឆ្លើយណាមើលទៅដូចគំរិះណាឥឡូវចង់ដឹងអូខេ New Evolution of the 21st ឥឡូវមកសំណួរនេះគឺសំណួរចុងក្រោយហ្មងបើឆ្លើយមកសំណួរនឹងចាញ់ឲ្យគ្រប់100000ហ្មងយល់មែនមកសំណួរហ្នឹងស្មើនឹងឲ្យ40000ហ្មងសំណួរតើ21មកខ្មែរប្រគំ concert នៅថ្ងៃទីប៉ុន្មាន ថ្ងៃទី5ខែ7 2025នៅកោះពេជ្រទីស្បត់ហើយហ្នឹងហើយបាញ់សួរអញ្ចឹងមិនខ្ញុំសួរឆ្លើយ អីខុសនេះអេចូលគិតឲ្យច្បាស់ 7ខែ5ថ្ងៃទី5ខែ7 ក្រុមដែលល្បីគេតែងតែមានថ្ងៃ rehearsal ដល់ថ្ងៃ10ជាងវិញអូគិតឲ្យច្បាស់មកសំណួរហ្នឹងឡើង100000ខ្វល់ហ្មងម្ដងទៀតចុងក្រោយ ថ្ងៃ5ខែ7 2025នៅកោះពេជ្រ ត្រឹមត្រូវ yes ឲ្យសួរបន្តតែ20សំណួរទេអាលីអីបងអូខេអ្នកគ្នាអញ្ចឹងដោយសារតា21គឺគាត់នឹងមកជាមួយប្រទេសកម្ពុជាយើងនៅក្នុងថ្ងៃ5ខែ7ខែក្រោយនេះហើយអញ្ចឹងដូចគ្នាបានដឹងអញ្ចឹងថាជាមួយនឹង21គឺជា Queen of K-pop យកហ្មង fan និយាយថាកោជើងគ្នាអត់បានគាស់ជាមួយនឹង Gangsburg ទេតែបានគាស់ជាមួយនឹង Idol ព្រោះសារមួយគ្នាអញ្ចឹងដូចគ្នាដឹងអញ្ចឹងថាសបុតវិញគឺឥឡូវហ្នឹង mod level អ្នកគ្នាប៉ុន្តែបើពីខ្ញុំហ្មងគឺខ្ញុំចង់អរគុណទៅកាន់ Gangsburg ខ្លាំងមែនទែនព្រោះសារតាការដែលយកជាមួយនឹង21ជាមួយនឹងព្រឹត្តិការណ៍ដ៏ធំនេះគឺបានជួយជាមួយនឹងវិស័យទេសចរគឺបានច្រើនខ្លាំងមែនទែនព្រោះសារអ្នកគ្នាដឹងអញ្ចឹង21គឺ global អ្នកណាគេក៏ស្គាល់ដែរអញ្ចឹងវាជាមួយក្នុងជំរឿសដែលល្អមែនទែនដែលជាមួយនឹង Gangsburg គឺយកជាមួយនឹង21គឺគាត់មកអញ្ចឹងតាក់ទងជាមួយនឹងសបុតវិញអ្នកគ្នាមិនបាច់ចង់ទិញទេគឺអា link ឆេញហើយត្រឹមតែ10នាទីគឺខ្ទេចយកមកមិនថាសបុត standard ឬមួយក៏សបុត premium ទេប៉ុន្តែខ្ញុំចង់ប្រាប់អ្នកគ្នាថាតាក់ទងជាមួយនឹងសបុត Gangsburg Super Idol គឺអ្នកគ្នានៅតែអាចទទួលបានអញ្ចឹងគឺអ្នកគ្នាដែលជាម៉ូរបស់ Idol ហ្នឹងរៀងរាល់ពេលអ្នកគ្នាធ្វើការញ៉ាំជាមួយនឹង Idol ហើយបន្ទាប់មកយើងត្រូវជាមួយនឹងកបលកំប៉ុងនេះទទួលបានជាមួយនឹងទឹកប្រាក់$7អញ្ចឹងអ្នកគ្នាអាចធ្វើការយកជាមួយនឹងកបលកំប៉ុងហ្នឹងយកទៅដូរជាមួយនឹងសបុត21នៅថ្ងៃ5ខែ7ហ្នឹងបានដូចគ្នាតែបើសិនអ្នកគ្នាចង់បានជាមួយនឹង premium ហ្មងគឺអ្នកគ្នាត្រូវសន្សំជាមួយនឹងកបលកំប៉ុងនេះឲ្យបានរហូតដល់5ដើម្បីទទួលបានជាមួយនឹងសបុត premium ប៉ុន្តែបើថាចង់បានសបុត standard គឺតែមួយទេអ្នកគ្នាប៉ុន្តែត្រូវចាំកបលកំប៉ុងហ្នឹងគឺត្រូវជាមួយនឹងរង្វាន់$7អញ្ចឹងអូខេកុំភ្លេចអ្នកគ្នារងចាំទស្សនាជាមួយនឹងព្រឹត្តិការណ៍ដ៏ធំជាមួយនឹង Gangsburg Super Idol អូខេ let's go